รอบที่3นี่ประเทศไทยเราต้องจัดการอย่างเบ็ดเสร็จก็บอกไงว่ามันกะใช้การประทะเนี่ยเพื่อดึงเราเข้าสู่ JBC แต่เราเนี่ยให้โอกาสการประทะเนี่ยเราจะล่อมันให้แหลกเลยรอบเนี้ยก่อนที่จะเจรจาใช่เพราะว่าถ้าคุณบังคับสนามรบได้คุณได้เปรียบในสนามรบคุณจะได้เปรียบในบนโต๊ะเจรจาแทนที่มันจะมาบังคับเวลาเปิดด่านมาจะขอร้องให้เราคืนภูมิทัศน์สำคัญให้เรายึดมันคุณเข้าใจปะแล้วทำความเสียหายให้มันอย่างបាទពេលដែលស្ដាប់ឮសម្ដីរបស់ពួកថ្មិលចោលឈ្លានពាននិយាយមកគឺវាព្យាយាមដើម្បីឈ្លានពានកម្ពុជាយើងដើម្បីញុះញង់ឲ្យស្អប់កម្ពុជាយើងតែយើងក៏មិនទៅចូលចិត្តវាដែរពួកពូជចោលវត្តសាស្ត្រនេះគឺវាព្យាយាមឈ្លានពានយើងគ្រប់ពេលគ្រប់វេលាពេលនិយាយចេញមកដោយគ្មានការយល់ដឹងគ្មានវិជ្ជាជីវៈគ្មានក្រមសីលធម៌ក្នុងខ្លួនវាចង់តែបង្កើតសង្គ្រាមជាមួយកម្ពុជាយើងមួយនឹងឈ្មោះអារឹងស៊ីវាមិនសមជាអ្នកចេញមតិមកលើបណ្ដាញសង្គមផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមឬក៏ពោះវាគ្មានក្រមសីលធម៌និងវិជ្ជាជីវៈការនិយាយស្ដីចេញមតិមកគឺវាខុសទាំងស្រុងវាផ្ទុយពីការខាងខ្មែរយើងនេះសូមអង្វរទៀមទាឲ្យថៃនឹងបើកច្រកព្រោះសេដ្ឋកិច្ចកម្ពុជាឥឡូវកំពុងធ្លាក់ដាំក្បាលចុះហ្នឹងការវិភាគនិយាយវាចេះតែនិយាយតាមខួរក្បាលវានឹកឃើញខ្មែរយើងនឹងមិនទាន់ខ្សោយហើយឥឡូវទាំងកម្លាំងយោធាទាំងសេដ្ឋកិច្ចទាំងអំណាចគ្រប់យ៉ាងគឺទាន់ខ្សោយចឹងវាចង់ឲ្យមានលើកទី3ដើម្បីកំទេចកម្ពុជាយើងហ្នឹងពេលដែលវានិយាយចេញមកគឺវាឈឺចាប់ពីដែលស្ដាប់ឮវាមើលងាយដល់ថ្នាក់ដែលជាថាខ្មែរយើងអត់មានអីហើយវាដែលដឹងថាកម្ពុជាយើងរាល់ថ្ងៃវាយ៉ាងម៉េចកម្ពុជាយើងរាល់ថ្ងៃអភិវឌ្ឍយ៉ាងម៉េចវាដឹងទេតែកម្ពុជាយើងអត់ចង់មានសង្គ្រាមអត់ចង់ជាចំនួនចង់ដោះស្រាយដោយសន្តិវិធីដោយសន្តិភាពវាល្អជាងលះបង់ជីវិតរបស់ទីហ៊ានគឺក៏ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទ្រព្យសម្បត្តិជាតិដូចជាវិធីពេទ្យសាលារៀនវត្តអារាមពេលដែលមានសង្គ្រាមពួកចោលពៀនវាមិនដែលគិតពីមនុស្សព្រោះពីវាបាញ់កន្លែងណាក៏វាបាញ់យន្តហោះវាកន្លែងណាក៏វាទម្លាក់វាមិនបានគិតថាកន្លែងនឹងជាប្រជុំជនប្រជាពលរដ្ឋវត្តអារាមវាដែលគិតទេពួកនឹងវាគ្មានចិត្តមេត្តាគ្មានសាសនាដូច្នេះហើយខ្មែរយើងត្រូវតែសាមគ្គីគ្នារួបរวมដើម្បីឲ្យប្រទេសជាតិយើងរឹងមាំប្រទេសជាតិយើងខ្លាំងកុំឲ្យស្ទើរវាមើលងាយហើយយើងត្រូវជឿទុកចិត្តនៅលើរដ្ឋាភិបាលប្រមុខដឹកនាំរបស់យើងដែលគាត់អង្អាចក្លាហានតស៊ូនៅលើឆាកអន្តរជាតិដោយសន្តិវិធីបងវរៈកងទ័ពដែលគាត់ចូលទ្រូងទៅទាំងជារងាងជាតិដើម្បីទឹកដីរបស់យើងគឺដោយកម្លាំងចិត្តនិងលើកទឹកចិត្តជូនពួកគាត់ដែលគាត់មានចិត្តក្លាហានអង្អាចក្លាហានការពារមាតុភូមិយើងនិងរដ្ឋាភិបាលប្រមុខការទូតរបស់យើងដែលព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធីនៅលើឆាកអន្តរជាតិអរគុណបងប្អូន